នៅថ្ងៃពុធទី14ខែឧសភាឆ្នាំ2025លោកជំទាវ ឌួងវណ្ណាតំណាងរាស្ត្រមណ្ឌលស្វាយរៀងអាដាមពេញពូសាអភិបាលខេត្តស្វាយរៀងនិងសហការីបានអញ្ជើញចំណេះស្នានិងនាំយកអំណោយរបស់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រចែកជូនដល់កម្មករសំណង់ដែលកំពុងសាងសង់អគារស្នាក់ការគណៈបកចំនួន35នាក់នៅក្រុងបាវិតយើងសង្កេតឃើញថាជារឿយៗពេលកន្លងមកលោកជំទាវ ឌួងវណ្ណាតែងតែចូលរួមក្នុងការងារសង្គមផ្សេងៗក៏ដូចជាការរៀបចំអំណោយសម្រាប់កម្មករកម្មការនេះដែលបម្រើការងារក្នុងការដ្ឋានផ្ទាល់តែម្ដងដែលសកម្មភាពទាំងនេះបង្ហាញចេញនៅការយកចិត្តទុកដាក់អំពីសុខទុក្ខទៅលើពួកគាត់អំពីសំណាក់ថ្នាក់ដឹកនាំឃើញថាមានកម្មករកម្មការនេះជាច្រើនសម្ដែងការពេញចិត្តនិងរំភើបរីករាយជាខ្លាំងដោយក្រុមការងារលោកជំទាវតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់មិនដែលអខានម្ដងណាឡើយមិនថារដូវកាលបុណ្យទានឬក្រៅពីបុណ្យទាននោះទេក្នុងឱកាសផ្ដល់អំណោយដ៏ថ្លៃថ្លានេះលោកជំទាវ ឌួងវណ្ណានិងឯកឧត្តមពេញពូសាបានសង្កត់ធ្ងន់ថាពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលមានឱកាសបានសម្ដែងសម្ដាលសួរសុខទុក្ខនិងចែកអំណោយក្នុងថ្ងៃនេះលោកជំទាវក៏បានសម្ដែងការអរគុណទៅកាន់បងប្អូនកម្មករកម្មការនេះជាងទាំងអស់ដែលបានចូលរួមបំពេញការងារយ៉ាងសកម្មដោយយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើមនិងយ៉ាងហ្មត់ចត់ប្រកបដោយភាពអត់ធ្មត់មិនខ្លាចនឿយហត់ដើម្បីផ្ដល់ជូនអគារគណៈបកប្រជាជនកម្ពុជាសង្កាត់បាវិតប្រកបដោយគុណភាពសំណង់ល្អបំផុតហើយប្រសិនបើជាគ្មានការចូលរួមពីបងប្អូនកម្មករជាជាងសំណង់នោះទេសមិទ្ធផលដែលទទួលបាននៅថ្ងៃនេះក៏មិនអាចចេញជារូបរាងបានដែរនឹងសូមឲ្យបងប្អូនថែរក្សាសុខភាពជៀសផុតពីជំងឺដង្កាត់ផ្សេងៗអំណោយដែលបានចែកជូនបងប្អូនកម្មករទាំង35នាក់ក្នុងម្នាក់ទទួលបានអង្គរ10គីឡូក្រាមមី1កេសទឹកត្រី2ដបទឹកស៊ីអ៊ីវ2ដបប៊ីចេ1កញ្ចប់សាប៊ូ2ដុំថ្នាំពេទ្យ1កញ្ចប់សរង1ក្រមា1ថវិកា50000រៀលក្នុងនោះថវិការបស់ឯកឧត្តមពេញពូសា20000រៀលលោកជំទាវ ឌួងវណ្ណាក៏បានឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ចប្រជាការពារនិងអ្នកចូលរួមក្នុងម្នាក់ថវិកា50000រៀលគិតជាថវិកាសរុបចំនួន70000រៀល